Group ជំរាបសួរទៅកាន់ត្រង់ឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញាថ្ងៃនេះខ្ញុំមានត្បូងការហ្វាមគ្រាប់ដែលខ្ញុំបានពីបងប្អូនដែលគាត់ដើរព្រៃដែលអីចឹងទៅគាត់បានហើយគាត់យកមកចែកជាវជូនមកកាន់ខ្ញុំហើយពេលដែលខ្ញុំបានមកគឺខ្ញុំឃើញតែម្ដងជាមួយនឹងសភាពនៃសាច់របស់គេគឺមានសភាពឆាំងប៉ុន្តែតម្រងគឺរៀងស្តៀងអញ្ចឹងទាំងអស់ខ្ញុំអត់កាត់ទេដោយសារតែខ្ញុំមើលឃើញខាងក្នុងនេះបងប្អូនមើលឃើញដូចខ្ញុំទេគឺថានៅក្នុងផ្នែកផ្ទៃនៃសាច់ដែលខាងក្នុងដែលមិនឡតនោះគឺមានទឹកតាំងពីយកមកពីដំបូងអញ្ចឹងខ្ញុំក៏សម្រាប់ចិត្តឡាំធ្វើជាខ្នាតបតងបែបនេះហើយដោយសារតែមានបងប្រុសគាត់អ្នកកំងផងទេគាត់ស្រឡាញ់គាត់ឃើញហើយគាត់ស្រឡាញ់ប៉ុន្តែខ្ញុំបានបញ្ជាក់ប្រាប់គាត់ថាខាងក្នុងមានទឹកទេព្រោះដោយសារតែយើងអត់មានភាពច្បាស់លាស់យើងមើលពីក្រៅទៅគឺមិនទាន់ច្បាស់ប៉ុន្តែដល់ពេលយើងចាប់ដើមកាត់ណាបងប្អូនអរគ្នាកាត់សំទោសឆាបចូលទៅក្នុងកាន់តែឆាបទៅដាក់ពិនិត្យមើលទៅគឺថាឃើញទឹកនៅផ្នែកខាងក្នុងនេះឃើញនេះទឹកឥឡូវខ្ញុំស៊ូមមកចិត្តបន្តិចដើម្បីបានបងប្អូនបានទស្សនានេះឃើញនេះទឹកនៅផ្នែកខាងក្នុងហ្នឹងព្រោះយើងឃើញមានខ្យល់ពពុះនេះពុះខ្យល់ខាងក្នុងហ្នឹងនេះគឺជាភាពអស្ចារ្យរបស់ធម្មជាតិដ៏កម្រហើយនឹងមានតម្លៃហើយនៅផ្នែកខាងនេះគឺមានសរសៃពណ៌មាសបាទមានសភាពសាច់ខាងក្នុងគឺពណ៌មាសស្អាតប្លែកខ្លាំងមែនទែនហើយមានពលឺកាំរស្មីចេញពីខាងក្នុងមាន7ពណ៌មានអីចឹងទៅជាស្នាមឆាំងប៉ុន្តែឆាំងនេះគឺអត់ខូចទេមានប្រឡោះនេះមួយគឺអ្នកខូងជំរឿប្រហែលជាមិនតិចទេខ្ញុំអត់អាចឆាបទៅក្រោមទៀតបានដោយសារតែឆាបទៅទូជាងនេះគឺលែងស្អាតនេះតម្រង់របស់គេយើងធ្វើអញ្ចឹងទៅគឺដើម្បីជាបតោងពេលដែលស្រោបទៅគឺយកមកធ្វើការពាក់គឺស្អាតហើយមិនទាន់បានពូលាទេបងប្អូនអ្នកគ្នាគ្រាន់តែនៅក្នុងដំណាក់កាលដែលខាត់យកភាពម៉ត់នៃសាច់របស់គេនៅឡើយទេចឹងពេលដែលពូលាហើយរឹតតែស្អាតបន្ថែមទៀតជាមួយនឹងពណ៌ស្វាយតិចពណ៌មាសពណ៌អីលាយល្បាយជាមួយគ្នាពិតជាស្រស់ស្អាតខ្លាំងមែនទែនចឹងនេះជាវត្ថុដែលកម្របានជួបកម្របានឃើញនៅក្នុងទឹកដីនៃខេត្តព្រះវិហាររបស់យើងអញ្ចឹងដូច្នេះហើយទើបខ្ញុំបានធ្វើវីដេអូថតវីដេអូបង្ហាញជូនបងប្អូនអ្នកគ្នាដើម្បីបានទស្សនាហើយនឹងបានធ្វើការស្វែងយល់ជំរាបទឹកដែលជ្រាបចូលគឺជាជំរាបទឹករ៉ែបងប្អូនអ្នកគ្នាមិនមែនជាប្រភេទទឹកដែលធម្មតាដែលយើងអាចមើលឃើញនៅផ្នែកខាងក្រៅដែលវាជ្រាបធម្មតាចូលអត់ចូលទេគឺដោយសារតែផ្នែកខាងក្នុងរបស់គេនឹងមានគេហៅថាកម្លាំងរ៉ែរុញចូលអញ្ចឹងក៏ជំរាបទឹកពីរ៉ែគឺចូលទៅខាងក្នុងគឺស្រស់ស្អាតខ្លាំងមែនទែនណាគឺពិសេសប្លែកខ្លាំងមែនទែនហ្នឹងហើយជាមួយនឹងពលឺពណ៌អីផ្សេងៗគឺស្អាតខ្លាំងអញ្ចឹងអរគុណច្រើនសម្រាប់ការចូលរួមទស្សនានៅក្នុងคลิปវីដេអូរបស់ខ្ញុំបាទហើយនឹងធ្វើការគ្រប់គ្រងជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាសុខចម្រើនរីកចម្រើនមានលាភមានជ័យមានសេរីសុខស្ដីទាំងអស់គ្នាមានអ្វីដែលជាចំណុចខុសឆ្គងសូមមេត្តាខន្តីអភ័យទោសផងបាទអរគុណគោរពជម្រាបលា